តាអ្នកជឿទេថាពិភពលោកយើងធ្លាប់មានមនុស្សទើដូចក្នុងរឿងព្រេងនិទានរស់នៅពិតមែនអាកំបាំងដែលលាក់ខ្លួនរាប់ម៉ឺនឆ្នាំក្រោមដីកោះនៃប្រទេសឥណ្ឌូនេស៊ីនឹងធ្វើអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលការរកឃើញនៅដងធត់នៅលាងលៀងបួរក្នុងឆ្នាំ 2003 ក្រុមអ្នកបារាំងជាជនជាតិអូស្ត្រាលីនិងឥណ្ឌូនេស៊ីបានធ្វើការស្រាវជ្រាវនៅក្នុងលាងលៀងបួរដែលស្ថិតនៅលើកោះ Flores នៃប្រទេសឥណ្ឌូនេស៊ីអ្វីដែលពួកគេរំពឹងទុកគឺគ្រាន់តែជាការស្វែងរកដានជើងមនុស្សសម័យបុរាណប៉ុណ្ណោះប៉ុន្តែលទ្ធផលដែលពួកគេទទួលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រវិវត្តរបស់មនុស្សជាតិទាំងស្រុងនៅក្នុងជម្រៅដីរាប់សិបម៉ែត្រគេបានប្រទះឃើញគ្រោងឆ្អឹងមនុស្សបុរាណមួយប្រភេទដែលមានកម្ពស់ត្រឹមតែ1ម៉ែត្រប៉ុណ្ណោះប្រហែលកម្ពស់កុមារអាយុ3ឆ្នាំអ្នកវិទ្យាសាស្ត្របានបកគោឈ្មោះផ្លូវការឲ្យពួកគេថា Homo floresiensis ប៉ុន្តែដោយសារទំហំរាងកាយដ៏តូចចម្លែកនេះពិភពលោកបានប្រសិទ្ធនាមឲ្យពួកគេថា Hobbit តាមឈ្មោះតួអង្គក្នុងរឿងព្រេងនិទានដ៏ល្បីល្បាញលក្ខណៈពិសេសនិងខួរក្បាលដ៏អស្ចារ្យតើអ្វីដែលធ្វើឲ្យ Homo floresiensis ពិសេសនិងចម្លែកបំផុតទំហំខួរក្បាលរបស់ពួកគេមានទំហំត្រឹមតែ400សង់ទីម៉ែត្រគូបឬ400 cc ប៉ុណ្ណោះដែលស្មើនឹង 1/3 នៃខួរក្បាលមនុស្សសម័យទំនើបយើង Homo sapiens ឬប៉ិនខួរក្បាលសត្វស្វា Chimpanzee ឧបករណ៍ថ្មតូចចម្លែកទោះបីជាខួរក្បាលតូចយ៉ាងណាក៏ដោយអ្នកស្រាវជ្រាវបានរកឃើញថាឧបករណ៍ធ្វើអំពីថ្មយ៉ាងស្និទ្ធស្នាលនិងល្អិតល្អន់រាប់ពាន់ដុំនៅជុំវិញគ្រោងឆ្អឹងនោះនេះជាភស្តុតាងបង្ហាញថាពួកគេមានសមត្ថភាពគិតគូរខ្ពស់ច្នៃប្រឌិតអាវុធនិងឧបករណ៍ប្រមាញ់ការបរបាញ់និងប្រើយុទ្ធសាស្ត្រភស្តុតាងបានបង្ហាញថាពួកគេជាប្រមាញ់សត្វដំរីទឿ Stegodon ហើយថែមទាំងចេះប្រើប្រាស់ភ្លើងដើម្បីចម្អិនអាហារនិងការពារខ្លួនទៀតផងហេតុអ្វីបានជាពួកគេមានរាងកាយតូចម្ល៉េះអ្នកវិទ្យាសាស្ត្របានបញ្យល់ថាបាតុភូតនេះហៅថា Island Far-Visum ឬការរួមតូចដោយសារបរិស្ថានកោះកាលពីប្រហែល 70,000 ឆ្នាំមុនដូនតារបស់ពួកគេបានធ្វើដំណើរមកដល់កោះ Flores ដោយសារតែកោះនេះមានផ្ទៃដីតូចធនធានអាហារមានកម្រិតនិងគ្មានសត្វសាហាវធំដេញស៊ីជាចំណីធម្មជាតិបានតម្រូវឲ្យរាងកាយរបស់ពួកគេវិវត្តមកតូចជាងមុនពីមួយជំនាន់ទៅមួយជំនាន់ដើម្បីកាត់បន្ថយការបរិភោគអាហារនិងងាយស្រួលក្នុងការរស់រានមានជីវិតពួកគេបានរស់នៅលើកោះនេះរហូតដល់ប្រហែលជា 50,000 ឆ្នាំទើបបាត់រូបរាងទាំងស្រុងដែលពេលវេលានេះត្រូវគ្នានឹងសម័យកាលដែលមនុស្សទំនើបយើង Homo sapiens បានធ្វើដំណើរទៅដល់តំបន់នោះប្រវត្តិសាស្ត្រដែលត្រូវសរសេរឡើងវិញការរកឃើញនៅលាងលៀងបួរបានបំបែកទ្រឹស្ដីចាស់ថាមានតែមនុស្សទំនើបខួរក្បាលធំមួយគត់ដែលចេះប្រើប្រាស់ឧបករណ៍និងរស់រានមានជីវិតវាបង្ហាញថាកាលពីអតីតកាលមានមនុស្សច្រើនប្រភេទផ្សេងគ្នារស់នៅលើភពផែនដីក្នុងពេលតែមួយហើយពិភពលោកយើងនេះនៅមានអាថ៌កំបាំងជាច្រើនទៀតដែលកំពុងរងចាំការបកស្រាយឡើងវិញសូមបញ្ចេញមតិនិងការយកឃើញរបស់បងប្អូននៅក្នុង comment ខាងក្រោមប្រសិនបើបងប្អូនចូលចិត្តនៅរឿងរ៉ាវអាថ៌កំបាំងប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រប្លែកៗបែបនេះសូមកុំភ្លេចជួយចុច follow និងជួយចុច subscribe Channel YouTube របស់យើងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសម្រាប់ការតាមដានទស្សនា